ngày nay mà mau lại cái nào ụt cha vì program trong ụt ông pi xuân cho bà nhóm để nhóm bàn thưa ca điệp chọn sạch mấy không được bên ấy cứ dương bàn pram 1 សប្តាហ៍ ខែកន្លះហើយចាប់ពីថ្ងៃទី13 ខែឧសភារហូតដល់ថ្ងៃនេះគឺមានរយៈពេល6 សប្តាហ៍ពេញគឺថាសួនច្បាររបស់ខ្ញុំគឺមើលទៅបើខ្ញុំឃើញរងថ្ងៃគឺវាអត់មានចាប់អារម្មណ៍ណាប៉ុន្តែនៅពេលដែលយើងមើលទៅវីដេអូចាស់វិញមកខ្ញុំថាអូយសួនច្បាររបស់ខ្ញុំគឺរីកចម្រើនមានការលូតលាស់ល្អខៀវស្ងាត់ជាងមុនកាចាជួនកាលអាតិចតិចហ្នឹងយើងមើលអត់ឃើញពេលចាំថ្ងៃប៉ុន្តែបើយើងត្រឡប់សម្លឹងទៅលើក្រោយវិញរយៈពេល6 សប្តាហ៍មុនគឺខុសគ្នាឆ្ងាយមែនទែនចាហើយខែនេះក៏ដៅមែនទែនខ្ញុំអត់ទាន់អាចដាំបន្លែអីបានទេអញ្ចឹងខ្ញុំដាំតែប្រទាលហើយនៅប្រភេទរុក្ខជាតិមួយចំនួនសិនចាហើយនេះគឺជាអនុស្សាវរីយ៍ពេលដែលខ្ញុំទៅធ្វើការនៅភ្នំគូលែនគឺខ្ញុំបានយកដើមនឹងមកចាគឺថាវាមានទម្រង់ដូចជាអ្វីអ្នកទាំងអស់គ្នាគឺខ្ញុំពិបាកនិយាយណាស់ហើយភាសាតំបន់គេហៅអ្នកខ្លះគេហៅដើមអីដាស់ណាអូយបាក់និយាយតាមហើយអ្នកខ្លះខ្ញុំរំលឹកហៅដើមពុកលោកប៉ុន្តែជាភាសាអង់គ្លេសយើងហៅថា Nepenthes ជា scientific name របស់វាគឺជាប្រភេទដែលរុក្ខជាតិដែលស៊ីសត្វល្អិតជាចំណីអាហារហើយវាជួយឲ្យយើងដូចជា natural pest control ឬក៏យើងហៅថាជួយស៊ីមូសស៊ីសត្វល្អិតដូចជាស្រមោចអីអញ្ចឹងឃើញទេអ្នកទាំងអស់គ្នាអូយវាស៊ីបានច្រើនមែនទេគឺចូលទៅក្នុងនឹងហើយគឺស្លាប់ហើយចាវាបែបធម្មជាតិអញ្ចឹងហើយមានមូសមានអីដោយសារយើងដាំដំណាំខៀវច្រើនអញ្ចឹងទៅខ្ញុំយកប្រភេទនឹងជាមកដាំហើយអានឹងគឺជាអនុស្សាវរីយ៍តែមួយគត់ដែលខ្ញុំយកមកពីភ្នំក្លែនចាហើយវាអ្នកទាំងអស់គ្នាដឹងថាវាមានអត្ថប្រយោជន៍វាគួរឲ្យចង់សើចហើយវាធ្វើឲ្យខ្ញុំរីករាយរាល់ថ្ងៃខ្ញុំកាន់វាទៅខ្ញុំមើលទៅដូចស្អីអញ្ចឹងហើយបើអ្នកខ្លះគាត់នៅតាមនេះគេហៅដើមដល់លិតយូរខ្ញុំពិបាកនិយាយតាមហើយផ្ទះខ្ញុំវាអត់សូវមានមនុស្សប្រុសហើយខ្ញុំមើលអានឹងទៅជួអានឹងអាណោទៅដូចស្អាតដែរហើយម៉ែខ្ញុំហើយបងប្អូនខ្ញុំមកហួសចិត្តមកគឺថាខ្ញុំដាំអានឹងប៉ុន្តែវាមានសម្រស់វាគឺថាទីមួយវាមានប្រយោជន៍នៅក្នុងការចាប់មូសចាហើយដែលយើងជួយចិត្តដាំច្រើនអញ្ចឹងវាធ្វើឲ្យស្ដុកជាសបូមូសអញ្ចឹងយើងបានអានឹងជួយដែរសម្រាប់សួននេះគឺខ្ញុំអត់សូវទិញពូជតំណាំអីច្រើនទេបើខ្ញុំទិញតែផ្កាកន្លាបនេះទេចាហើយដូចម្នាស់ដូចអីអញ្ចឹងយើងផ្សំខ្លួនឯងក្បាលម្នាស់ពេលដែលយើងចុចចិត្តហើយអញ្ចឹងយើងទុកក្បាលវាដោតចោលទៅយូរៗក៏វាដុះទៅសម្រាប់ប្រទាលពណ៌នេះខ្ញុំភ្លេចហើយប៉ុន្តែខ្ញុំទិញតែមកធូរអានេះដោតរស់ហ្នឹងអញ្ចឹងខ្ញុំផ្សំវាដោតតិចតិចអានេះមលូចាដើមមលូហ្នឹងគឺខ្ញុំទិញមកធូរហ្នឹងឯងប៉ុន្តែខ្ញុំផ្សំបានច្រើនមែនទេពីព្រោះសិតតែប្រភេទដោតរស់ទេចាអញ្ចឹងខ្ញុំផ្សំខ្លួនឯងទៅគឺថារយៈពេលត្រឹម6 សប្តាហ៍ខ្ញុំដាំចិត្តពេញផ្ទះហើយចាហើយនេះខ្ញុំមានដាំម្ទេសមួយដើមស្លឹកក្រូចមួយដើមជីអីគឺខ្ញុំដាំតែមួយដើមទេខ្ញុំអត់សូវដាំច្រើនទេដោយសារវាយើងអត់មានអ្នកសាស្ញញ៉ាំសាយើងអត់មានដីអញ្ចឹងយើងដាំមកដើមតិចៗដូចជីនឹងវងដូចជីលីងលះអីអញ្ចឹងទៅចានេះហើយខ្ញុំមានស្លឹកគ្រៃនេះអត់សូវកើតទេដោយសារតែឆ្មាហើយនឹងឆ្កែវាស៊ីអស់ចាវាជួយចិត្តស៊ីស្លឹកគ្រៃហើយនឹងវងចាហើយនេះគឺដូចចាប់ចិត្តជាមួយនេះ Penten ដល់ស្រីមុំចាហ្នឹងហើយនេះលីងលះជីលីងលះចាហើយសើបានធ្វើអីចឹងទៅក៏វាល្អចាហើយនេះផ្កាម៉ោង10ចាហើយខ្ញុំដាក់ផ្កាម៉ោង10ហ្នឹងគឺវាឥឡូវម៉ោង6វាអត់ចេញផ្កាណាចាដល់ម៉ោង10អានេះរីកហើយខ្ញុំដាក់ស្លឹកបាសហើយខ្ញុំដាក់នេះគឺអីគេខ្ញីភ្លើងដែលយកពីព្រំកលីនេះកប់តាំងពីវីដេអូមុនយូរហើយចាំពីប្រហែល6 ខែមុនចាចឹងទៅគឺថាកូនកប់ចោលដល់ពេលធ្លាក់ភ្លៀងមកគឺនៅក្នុងខ្សាច់ហ្នឹងគឺដុះលាស់បដូរមកចឹងមកគឺថាល្អមែនទែនហើយនេះប្រក់ទឹកហ្នឹងស៊ីទឹកបន្តិចប៉ុន្តែបើយើងស្រោចដល់គឺថាខៀវសង្ងាត់ចឹងហើយអ្នកទាំងអស់គ្នាខ្ញុំជឿជាក់ថាអាការដែលយើងក្រោកព្រឹកឡើងអញ្ចឹងគឺខ្ញុំមានទម្លាប់ក្រោកព្រឹកឡើងគឺខ្ញុំមកទាញទូរស័ព្ទឯអ្នកទាំងនេះក្រោកព្រឹកឡើងគឺខ្ញុំងើបមកគឺខ្ញុំចុះមកគឺខ្ញុំស្រោចផ្កាចាស្រោចតំណាំរបស់ខ្ញុំនឹងវាធ្វើឲ្យជីវិតរបស់ខ្ញុំហាក់ដូចជាមានសន្តិភាពរីករាយតាំងពីពេលព្រឹកដែលយើងចាប់ដើមមកយើងអត់ឲ្យយើងតន់ឈឺក្បាលវិលមុខជាមួយនឹង social media ជាមួយនឹងជីវិតអ្នកដទៃជាមួយនឹងព័ត៌មានអីទាំងឡាយទេអញ្ចឹងខ្ញុំតែងតែចាំមានគេធ្លាប់ធ្វើដែរតែក្នុងវីដេអូដែរតែជាភាសាអង់គ្លេសគេថាបើសិនជាយើងចង់ឲ្យជីវិតរបស់យើងមានភាពរីករាយក្នុងរយៈពេល1 ឆ្នាំជួនអ្នករៀបការតែបើសិនជាអ្នកចង់ឲ្យមានភាពរីករាយពេញមួយជីវិតជួនអ្នកធ្វើចំការឬក៏សួនច្បារនឹងឯងចាហើយខ្ញុំតែងតែធ្វើបែបនេះវាទៅជាគេហៅថាវិន័យនៅក្នុងជីវិតរបស់ខ្ញុំណាអីអញ្ចឹងទៅគឺខ្ញុំសួននេះគឺខ្ញុំមានរហូតចាហើយវាមិនបានជាលុយកាក់អីទេប៉ុន្តែវាជួយបានសុខភាពផ្លូវចិត្តរបស់យើងហើយជួយឲ្យយើងរវល់ចាហើយជួយយើងអស់លុយដែរពេលខ្លះចានេះគឺសួននៅខាងលើផ្ទះរបស់ខ្ញុំចាហើយខ្ញុំ renovate រហូតហើយវាមានដុះបន្តហើយខ្ញុំអត់សូវបានទិញទេគឺខ្ញុំផ្សំខ្លួនឯងហើយគឺមិនមែនរីករាយជាមួយមនុស្សទេណាសម្បីឆ្មាក៏រីករាយដែរអ្នកទាំងអស់គ្នាហើយហ៊ីងគឺនៅក្នុងនឹងឯងចាគឺនៅពេលដែលព្រៅពន្លឺព្រះអាទិត្យខ្លាំងដូចនៅខាងលើនេះគឺថាពណ៌វាឡើងស្អាតណាឡើងស្វាយចាស់ហើយខ្ញុំដាំវាចម្រុះជាមួយនឹងមលូនេះគឺមលូនេះក៏ដូចគ្នាដែរពេលដែលវាត្រូវពន្លឺព្រះអាទិត្យក៏វា highlight តាមនឹងហើយនេះផ្កាម៉ោង10ខ្ញុំទៅដាំបាន2 ធូនហើយវីដេអូនេះគឺខ្ញុំអត់ចង់ត្រឹមតែអួតទេប៉ុន្តែខ្ញុំចង់ចែករំលែកនៅការបង្កើតវិន័យប្រចាំថ្ងៃដែលធ្វើឲ្យយើងមានសន្តិភាពផ្លូវចិត្តជាប្រចាំដែរហើយសង្ឃឹមថាវាមានអត្ថប្រយោជន៍ជូនដល់អ្នកទាំងអស់គ្នាចាសូមអរគុណសូមជម្រាបលា